សូមថ្លែងបង្គំព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងជម្រាបសួរបងប្អូនជ្រុំភាសាទូទាំងសកលលោកជាទីគោរពនាងខ្ញុំសូមសូត្រកំណាព្យមួយបទដែលនិពន្ធដោយបងស្រីភឹងសុភាពីពន្ធនាគារនាងសូមផ្ញើក្តីរលឹកដល់បងប្អូនខ្មែរទូទាំងសកលលោកតើមានពាក្យពេចន៍អ្វីខ្លះសូមបងប្អូនស្ដាប់ដូចតទៅចា៎អស់រយៈកាល13ខែជាឃ្លាតកាយចិត្តទៀងនឹកញាតមិត្តជនរួមភាសាទីឆ្ងាយចិត្តជ្រួលជ្រាបដាប់ដិតឥតគណនីរាល់សាវនាការឃើញបងប្អូនរំភើបអង្រួនស្រង់នេត្រាទំហំទឹកចិត្តមកហែងមីសបញ្ជាក់ជាក្តីសង្ឃឹមទោះអោបមិនអាចអស់ចិត្តនឹកតែលើកទឹកចិត្តខ្ញុំញញឹមគ្រប់គ្នាកាន់ជាប់នៅសិល5សមាធិមមក្បួនជួយជាតិតែកាយអាចហត់ខ្សោះមិនថ្មីក៏ចិត្តភក្តីនៅអាចឆ្លៀតបន្តរៀនសូត្រសាមគ្គីញាតិឧបសគ្គមកបៀតរាំងមិនបានពិតណាស់កាយយើងមិនក្បែរគ្នាតែចិត្តរក្សាជុំគ្រប់ឋានតោះបន្តជួយជាតិកុំខានដែលខ្លួនយើងមានម្នាក់បន្តិចសោភាសូមឲ្យអ្នកគ្រប់គ្នាកាយចិត្តវាចាសុខជានិច្ចមិនយូរគង់ជួបគ្នាបើកថ្មិចជំញាតកើតលិចឲ្យបាត់នឹកអស់រយៈកាល13ខែជាឃ្លាតកាយចិត្តទៀងនឹកញាតមិត្តជនរួមភាសាទីឆ្ងាយចិត្តជ្រួលជ្រាបដាប់ដិតឥតគណនីរាល់សាវនាការឃើញបងប្អូនរំភើបអង្រួនស្រង់នេត្រាទំហំទឹកចិត្តមកហែងមីសបញ្ជាក់ជាក្តីសង្ឃឹមទោះអោបមិនអាចអស់ចិត្តនឹកតែលើកទឹកចិត្តខ្ញុំញញឹមគ្រប់គ្នាកាន់ជាប់នៅសិល5សមាធិមមក្បួនជួយជាតិតែកាយអាចហត់ខ្សោះមិនថ្មីក៏ចិត្តភក្តីនៅអាចឆ្លៀតបន្តរៀនសូត្រសាមគ្គីញាតិឧបសគ្គមកបៀតរាំងមិនបានពិតណាស់កាយយើងមិនក្បែរគ្នាតែចិត្តរក្សាជុំគ្រប់ឋានតោះបន្តជួយជាតិកុំខានតែខ្លួនយើងមានម្នាក់បន្តិចសោភាសូមឲ្យអ្នកគ្រប់គ្នាកាយចិត្តវាចាសុខជានិច្ច
មិនយូរគង់ជួបគ្នាបាងថ្មិចជំនៀតកាតលិចឲ្យបាត់នឹក